នេះគឺជារបៀប clone project នៅក្នុង GitHub យកមកប្រើប្រាស់នៅក្នុង VS Code អញ្ចឹងអ្នកគ្នាចូលទៅក្នុង GitHub repo ណាមួយដែលអ្នកគ្នាចង់ទាញអញ្ចឹងអ្នកគ្នាចុចកន្លែង code កន្លែងហ្នឹងមកហើយនៅក្នុងនេះគឺខ្ញុំនឹងបង្ហាញពីរបៀបដោយទាញយកតាមរយៈ zip file ហើយនឹងយើង clone តាមរយៈ HTTP បែបហ្នឹងហើយនៅក្នុងនេះ clone គឺមានច្រើនអ្នកនរគ្នាហើយមានដូចជា HTTP ASH ឬក៏ GitHub CLI អញ្ចឹងអូខេអញ្ចឹងខ្ញុំសូមយកតាមរយៈ HTTP អញ្ចឹងអ្នកគ្នាចុច copy កន្លែង link កន្លែងហ្នឹងមកអ្នកនរគ្នាបើក terminal មកហើយនៅក្នុង terminal នេះគឺអ្នកគ្នាត្រូវប្រកាសថាអ្នកគ្នាមាននៅ Git ហើយបើអត់មាននៅ Git នេះទេគឺអ្នកគ្នាអាចប្រើ command Git បានទេអូខេអញ្ចឹងអ្នកគ្នាត្រូវបង្កើត folder មួយមកដើម្បីយើងយកទៅ clone ដាក់នៅកន្លែង folder ដែលអ្នកគ្នាចង់បានអូខេអញ្ចឹងអ្នកគ្នា cd ទៅកាន់ folder មួយនឹងសិនមកដើម្បីយើងដាក់នៅក្នុង folder ហ្នឹងបន្ទាប់អ្នកគ្នាប្រើ command git clone ហើយអ្នកគ្នា pass នៅ link មិញចូលមក URL មិញណាប៊ុំអញ្ចឹងវានឹងធ្វើការ clone project ហ្នឹងហើយអ្នកគ្នាអូខេអញ្ចឹងឃើញចូលហើយអ្នកគ្នាអ្វីយើងត្រូវធ្វើគឺយើង cd អូខេយើង cd ទៅកាន់ desktop អ្នកគ្នាដាក់កន្លែងណាគឺអ្នកគ្នាបើកកន្លែងហ្នឹងមកហើយខ្ញុំដាក់ folder របស់ខ្ញុំនេះ folder អញ្ចឹងយើងនឹងចូលទៅកាន់ directory clone ហើយអញ្ចឹងអ្នកគ្នា ls មកគឺយើងនឹងឃើញគេអ្នក to do list API ហ្នឹងហើយអូខេអញ្ចឹងអ្នកគ្នា cd ទៅកាន់ to do ហើយ list API អញ្ចឹងទៅអូខេអញ្ចឹងវាចូលទៅកាន់ to do list API ហើយខ្ញុំសូម clear មួយចាអ្វីអ្នកគ្នាត្រូវធ្វើអ្នកគ្នា code មក code dot អូខេអញ្ចឹងវានឹង open code ឲ្យយើងហើយអូខេអញ្ចឹងអ្វីយើងត្រូវធ្វើបន្តទៀតគឺប៉ុណ្ណឹងអ្នកគ្នាអាចយកមកធ្វើ command ឬក៏អ្នកគ្នាត្រូវការ run project អីគឺបានហើយអ្នកគ្នាអូខេអញ្ចឹងវិធីមួយទៀតគឺអ្នកគ្នាចុចកន្លែង code អ្នកគ្នាចុច download ជា zip យកតែម្ដងអូខេអញ្ចឹងអ្នកគ្នា download ជា zip បែបហ្នឹងមកហើយអ្នកគ្នាចុច show folder ហើយអ្នកគ្នាធ្វើការ extract មកអ្នកគ្នា open មកគឺអ្នកគ្នាអាចទាញវាយកទៅដាក់នៅក្នុង VS Code បានហើយអញ្ចឹងនៅក្នុងនេះមិញខ្ញុំនៅកន្លែង download នេះអញ្ចឹងនៅកន្លែង download កន្លែងនេះគឺអ្នកគ្នាអាចធ្វើការទាញ project មកឥឡូវអ្នកគ្នាចូលក្នុង VS Code មិញអូខេអញ្ចឹងអ្នកគ្នាធ្វើការទាញវាយកមកដាក់កន្លែងហ្នឹងមកអូខេអញ្ចឹងនេះជារបៀប download ដែលងាយប៉ុន្តែបើសិនបើអ្នកគ្នាចង់ប្រើជាលក្ខណៈ code ដូចខ្ញុំមិញគឺប្រើទៅវាល្អសម្រាប់ IT យើងត្រូវតែប្រើ command ឲ្យបានច្រើនបើសិនអ្នកគ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចចុច subscribe ក៏ដូចជា follow page របស់ខ្ញុំតែមួយផង